ប្រៀបធៀបកម្លាំងយោធានិងសភាវុធរវាងប្រទេសអាល្លឺម៉ង់និងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2025សហរដ្ឋអាមេរិកត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសមហាអំណាចពិភពលោកដែលឈរនៅលំដាប់លេខរៀងទី1ស្ទើរតែគ្រប់វិស័យចំណែកអាល្លឺម៉ង់វិញក៏ធ្លាប់ជាប្រទេសមហាអំណាចដ៏ខ្លាំងក្លាបំផុតមួយនៅកាលពីអំឡុងសង្គ្រាមលោកលើកទី1និងលើកទី2ជាបន្តទៅទៀតនេះយើងនឹងធ្វើការប្រៀបធៀបប្រទេសទាំងពីរទាំងវិស័យយោធាសភាវុធនិងសេដ្ឋកិច្ចចង់ដឹងថាប្រទេសទាំងពីរនេះមានលក្ខណៈខុសគ្នាដូចម្តេចខ្លះតោះមកទស្សនាវីដេអូនេះទាំងអស់គ្នាដូចតទៅជាដំបូងយើងមកមើលចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសហរដ្ឋអាមេរិកជាប់លេខ1ក្នុងចំណោមប្រទេស145ខណៈប្រទេសអាល្លឺម៉ង់ជាប់លេខ14នៅក្នុងចំណោមប្រទេស145ចំនួនប្រជាជនសរុបសហរដ្ឋអាមេរិកមាន341លាន963,408នាក់ខណៈប្រទេសអាល្លឺម៉ង់មាន84លាន119,100នាក់ប្រជាជនសកម្មសហរដ្ឋអាមេរិកមាន150លាន463,900នាក់ខណៈប្រទេសអាល្លឺម៉ង់មាន38លាន694,786នាក់ប្រជាជនគ្រប់អាយុអាចចូលបម្រើទ័ពក្នុងមួយឆ្នាំសហរដ្ឋអាមេរិកមាន4លាន445,524នាក់ខណៈប្រទេសអាល្លឺម៉ង់មាន841,191នាក់ទាហានសកម្មសហរដ្ឋអាមេរិកមាន1,328,000នាក់ខណៈប្រទេសអាល្លឺម៉ង់មាន181,600នាក់ទាហានបម្រុងសហរដ្ឋអាមេរិកមាន799,500នាក់ខណៈប្រទេសអាល្លឺម៉ង់មាន34,000នាក់ទាហានប៉ារ៉ាសហរដ្ឋអាមេរិកមាន0នាក់ខណៈប្រទេសអាល្លឺម៉ង់ក៏មាន0នាក់ដូចគ្នាដែរកញ្ចប់ថវិកាការពារជាតិសហរដ្ឋអាមេរិកមាន895,000លានដុល្លារខណៈប្រទេសអាល្លឺម៉ង់មាន50,000លានដុល្លារចំពោះកម្លាំងនៃការទិញទំនិញសហរដ្ឋអាមេរិកមាន24 ត្រីលានដុល្លារខណៈប្រទេសអាល្លឺម៉ង់មាន5 ត្រីលានដុល្លារដែល1 ត្រីលានដុល្លារស្មើនឹង 1,000 លានដុល្លារយន្តហោះសរុបសហរដ្ឋអាមេរិកមាន13,043 គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន584 គ្រឿងយន្តហោះចម្បាំងសហរដ្ឋអាមេរិកមាន1,790 គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន129 គ្រឿងយន្តហោះវាយប្រហារគោលដៅជាក់លាក់សហរដ្ឋអាមេរិកមាន889 គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន63 គ្រឿង
យន្តហោះដឹកជញ្ជូនសហរដ្ឋអាមេរិកមាន918គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន50គ្រឿងយន្តហោះបណ្ដុះបណ្ដាលសហរដ្ឋអាមេរិកមាន2647គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន35គ្រឿងយន្តហោះធ្វើបេសកកម្មពិសេសសហរដ្ឋអាមេរិកមាន647គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន26គ្រឿងយន្តហោះចាក់សាំងលើអាកាសសហរដ្ឋអាមេរិកមាន605គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន3គ្រឿងឧទ្ធម្ភាគចក្រសហរដ្ឋអាមេរិកមាន5843គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន309គ្រឿងឧទ្ធម្ភាគចក្រវាយប្រហារសហរដ្ឋអាមេរិកមាន1002គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន54គ្រឿងចំពោះរថក្រោះសហរដ្ឋអាមេរិកមាន4640គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន296គ្រឿងរថពាសដែកសហរដ្ឋអាមេរិកមាន391,963គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន83,3260គ្រឿងរថ Crossell Propel Artillery សហរដ្ឋអាមេរិកមាន671គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន134គ្រឿងកាំភ្លើងវែងថូ Artillery សហរដ្ឋអាមេរិកមាន1212គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន0គ្រឿងរ៉ុកែតចល័ត Projector សហរដ្ឋអាមេរិកមាន641គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន33គ្រឿងចំពោះនាវាសហរដ្ឋអាមេរិកមាន440គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន61គ្រឿងនាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិកមាន11គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន0គ្រឿងនាវាផ្ទុកយន្តហោះ Hello សហរដ្ឋអាមេរិកមាន9គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន0គ្រឿងចំពោះនាវាមុជទឹកសហរដ្ឋអាមេរិកមាន70គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន6គ្រឿង
នាវាពិឃាតសហរដ្ឋអាមេរិកមាន81គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន0គ្រឿងកប៉ាល់ហ្វ្រីហ្គេតសហរដ្ឋអាមេរិកមាន0គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន11គ្រឿងកប៉ាល់ Corvettes សហរដ្ឋអាមេរិកមាន26គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន5គ្រឿងនាវា Patrol Vessels សហរដ្ឋអាមេរិកមាន0គ្រឿងខណៈប្រទេសអាល្លឺម៉ង់ក៏មាន0គ្រឿងដូចគ្នានាវាកំទេចមីនសហរដ្ឋអាមេរិកមាន8គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន12គ្រឿងប្រលានយន្តហោះសហរដ្ឋអាមេរិកមាន 15,873 កន្លែងខណៈប្រទេសអាល្លឺម៉ង់មាន838 កន្លែងនាវាធ្វើពាណិជ្ជកម្មសហរដ្ឋអាមេរិកមាន 3,533 គ្រឿងខណៈប្រទេសអាល្លឺម៉ង់មាន595 គ្រឿងប្រវែងផ្លូវសរុបសហរដ្ឋអាមេរិកមាន 6,586,610 គីឡូម៉ែត្រខណៈប្រទេសអាល្លឺម៉ង់មាន 830,000 គីឡូម៉ែត្រប្រវែងផ្លូវជាតិសហរដ្ឋអាមេរិកមាន 293,564 គីឡូម៉ែត្រខណៈប្រទេសអាល្លឺម៉ង់មាន 39,379 គីឡូម៉ែត្រផលិតផលប្រេងសហរដ្ឋអាមេរិកមាន 20 លានបារ៉ែលខណៈប្រទេសអាល្លឺម៉ង់មាន 131,000 បារ៉ែលអូស្មန်ធម្មជាតិសហរដ្ឋអាមេរិកមាន 1 ត្រីលានបារ៉ែលខណៈប្រទេសអាល្លឺម៉ង់មាន 4,000 លានបារ៉ែលផលិតផលជើងថ្មសហរដ្ឋអាមេរិកមាន 548 លានបារ៉ែលខណៈប្រទេសអាល្លឺម៉ង់មាន 138 លានបារ៉ែលចំពោះផ្ទៃដីសហរដ្ឋអាមេរិកមាន 9,833,517 គីឡូម៉ែត្រការ៉េខណៈប្រទេសអាល្លឺម៉ង់មាន 3,57,022 គីឡូម៉ែត្រការ៉េចំពោះឆ្នេរសមុទ្រសហរដ្ឋអាមេរិកមាន 19,924 គីឡូម៉ែត្រខណៈប្រទេសអាល្លឺម៉ង់មាន 2,389 គីឡូម៉ែត្រនិងចុងក្រោយចំពោះផ្លូវទឹកសហរដ្ឋអាមេរិកមាន 41,009 គីឡូម៉ែត្រខណៈប្រទេសអាល្លឺម៉ង់មាន 7,300 គីឡូម៉ែត្រ